នេះខ្ញុំអនុញ្ញាតគ្រប់នឹងជំរាបសួរដល់ប្រិយមិត្តទាំងអស់គ្នាជាទីស្រឡាញ់ស្វាគមន៍មកកាន់នេតិកំសាន្តរបស់ admin សាជាថ្មីម្ដងទៀតហើយថ្ងៃនេះ admin មានបំណងជាមួយនឹងសារីថ្មីប្លែកជូនប្រិយមិត្តទាំងអស់គ្នាសូមតាំងស្ដាប់ជាមួយនឹងខ្ញុំដូចតទៅនៅក្នុងកន្លងឆ្នាំនឹងផងដែរខ្ញុំបានចូលទៅធ្វើការគឺជាបុគ្គលិកម្នាក់ដែរយាមនៅគិទីហ្នឹងគឺជាសន្តិសុខហើយយាមកាលហ្នឹងខ្ញុំធ្វើការពេលថ្ងៃទេនៅអាគារដែលខ្ញុំធ្វើការហ្នឹងគឺបែបជាលក្ខណៈ condo ធំៗហ្មងហើយខ្ញុំក៏ធ្វើការបានប្រហែលជាមួយខែគឺខ្ញុំត្រូវផ្លាស់ប្ដូរទៅវេនយប់វិញវេនយប់អត់មានអីពិបាកទេវាស្រួលជាងវេនថ្ងៃទៀតគ្រាន់តែការងារស្រាជាងវេនថ្ងៃវិញណាហើយខ្ញុំមកជួយជាមួយនឹងដៃគូធ្វើការរបស់ខ្ញុំហ្នឹងគឺគាត់អត់សូវយកចិត្តទុកដាក់មួយការងារទេនិយាយត្រង់ចេះហ្មងហើយខ្ញុំវិញគឺជាមនុស្សម្នាក់ដែរយកចិត្តទុកដាក់ឲ្យខ្វាយខ្វល់មួយការងារមែនតែដោយសារយើងជាបុគ្គលិកថ្មីយើងចូលទៅយើងអត់មានអីត្រូវនិយាយមួយគេទេដូចរឿងមួយអញ្ចឹងនៅយប់មួយហ្នឹងខ្ញុំដើរចល័តមើលនៅជុំវិញហ្នឹងស្អាតឃើញស្នាមម្រាមដៃនៅលើអញ្ចឹងខ្ញុំបានយករឿងហ្នឹងទៅប្រាប់ក្រុមការងាររបស់ខ្ញុំហ្នឹងហើយបន្ទាប់មកក៏គាត់ប្រាប់ថាអត់បញ្ហាអីទេមិនបាច់ទៅខ្វល់ទេគ្រាន់តែប្រាប់គេហើយជូតឲ្យស្អាតទៅគឺហើយប៉ុន្តែខ្ញុំមានអារម្មណ៍ថាវាមិនមែនជារឿងងាយស្រួលដូចគាត់និយាយទេប៉ុន្តែខ្ញុំណាទៅហ៊ានបើខ្ញុំទៅចូលធ្វើការក្រោយគេហ្នឹងអញ្ចឹងទៅខ្ញុំមានអារម្មណ៍ថាបាតដៃហ្នឹងវាចម្លែកខ្លាំងមែនតើចូលមកដល់ថ្ងៃទី2នៅពេលយប់ដដែលហ្នឹងខ្ញុំជួបជាមួយនឹងអ្នកធ្វើការហ្នឹងទៀតហើយបងប្រុសម្នាក់ហ្នឹងគាត់ទៅលើសូទូរស័ព្ទប្រពន្ធគាត់មកវិញអូបញ្ញាបញ្ញាលើកហើយមើលទៅដូចមានរឿងអីអញ្ចឹងទៅគឺគាត់តម្លាក់ការងារហ្នឹងឲ្យខ្ញុំធ្វើសិនហើយខ្ញុំឆ្ងល់មែនតើការងារគឺគាត់ធ្វើចិត្តជ្រុកដាក់អីប៉ុន្តែបើរឿងគ្រួសារវិញអូទេមកអញ្ចឹងមានរឿងអីបញ្ញាបញ្ញាដោះស្រាយមែនតើខ្ញុំដោយសារតែអត់អស់ចិត្តអារឿងហ្នឹងយប់ទី2ហ្នឹងមានស្នាមអាកញ្ចៅដៃហ្នឹងនៅលើអញ្ចឹងទៀតហើយវាមានច្រើនជាងអាថ្ងៃមុនទៀតដល់អញ្ចឹងហើយខ្ញុំតាមមកកញ្ចៅដៃហ្នឹងហ្មងតាមរហូតមកដល់បន្ទប់មួយដែលបន្ទប់ហ្នឹងគឺខាងក្រុមហ៊ុនគេបានប្រាប់ឲ្យពេលដែលខ្ញុំធ្វើការហ្នឹងគេប្រាប់ថាកុំទៅប៉ះពាល់បន្ទប់ហ្នឹងបន្ទប់អាគារមួយហ្នឹងគេបិទចោលអាបន្ទប់មួយហ្នឹងអញ្ចឹងទៅខ្ញុំវាឆ្ងល់ព្រោះខ្ញុំធ្វើការខាងផ្នែកសន្តិសុខយាមកាមអញ្ចឹងខ្ញុំមិនចង់ដឹងថាអ្នកណាគេមកលេងសើចអញ្ចឹងណាហើយតាមចិត្តក្លាហានខ្ញុំក៏ដើរទៅតាមរហូតមកដល់បន្ទប់ហ្នឹងខ្ញុំដើរចូលទៅក្នុងបន្ទប់ហ្នឹងហ្មងខ្ញុំអត់បានគិតអីច្រើនទេមូលហេតុដោយសារតែនេះគឺជាការងាររបស់ខ្ញុំហើយជាទូនាទីរបស់ខ្ញុំទៀតណាហើយខ្ញុំក៏មិនបានតែគិតថាអូយើងមិនបាច់ទៅខិតខំប្រឹងប្រែងពេកយើងគ្រាន់ធ្វើការឲ្យគេអត់ទេណាខ្ញុំគ្រប់ទូនាទីខ្ញុំណាស់ខ្ញុំថាបើសិនជាមានចោលដឹងតែចប់របស់ខ្ញុំហើយពីព្រោះបើប៉ះម៉ោងការងារអ្នកផ្សេងអ្នកដឹងទេណាបើប៉ះម៉ោងការងារខ្ញុំចាប់តបានមានណាខ្ញុំដក Apple នៅក្បាត់ចង្កេះខ្ញុំនឹងក្រោយហ្នឹងដល់ចុចមើលទៅដោយសារក្នុងអាគារហ្នឹងគឺល្ងឹតស្លុបហ្មងពួកគេទុកចោលនឹងហើយខ្ញុំក៏ដឹងដែរហើយពេលហ្នឹងខ្ញុំក៏បានដើរទៅឆែកមើលខាងក្នុងគ្រប់ប្លុកកលៀតនោះគ្រប់បន្ទប់ទាំងអស់ដល់ពេលហើយស្រាប់តែទ្វារវាបិទក្រាំងសាសម័យមើលឡើងនៅណាកន្លែងឡើងស្ងាត់ម្នាក់ឯងក្នុងបន្ទប់ហ្នឹងស្រាប់តែទ្វារវាបិទខ្លួនឯងនេះហើយខ្ញុំឡើងភ្ញាក់ព្រឺតមួយទទួលក្រោយមកនោះស្រាប់តែមានអ្វីមកពីក្រោយខ្នងខ្ញុំដូចភ្លើងអញ្ចឹងដល់ពេលខ្ញុំកលេចមួយទៅគឺមនុស្សហ្នឹងគឺដូចតាទេយើងត្រូវភ្លើងឆេះអញ្ចឹងហ្នឹងហើយគឺដូចអញ្ចឹងណាហើយហាវមាត់វិញឡើងចង្វែបដល់កកអូលោកភាពបែបហ្នឹងគ្រាន់តែខ្ញុំឃើញអញ្ចឹងខ្ញុំឡើងកៀងស្ដោកនៅនឹងហ្មងទៅធម្មតាយើងស្លុតយើងនៅកៀងនៅនឹងហ្មងមើលអារូបភាពហ្នឹងសតតែមនុស្សហើយមនុស្សហ្នឹងដូចរបៀបរឿងកំពុងតែធ្វើការហើយមានអាគេភ័យមកឆេះអញ្ចឹងខ្ញុំនេះភ័យឡើងបែកញើសស្រាំមានតែរត់ចុះរត់ឡើងហើយស្រែកឆ្លេឆ្លាពេញហ្នឹងហើយបើបិទទ្វារបាត់ឯហ្នឹងមិនដឹងតែរត់ទៅតាមប្រឡោះណាដោយសារតែអំណាចភ័យពេកហើយណាមួយលេងស្រាប់មានអារម្មណ៍ថាខ្លួននឹងក្តៅហ្មងដូចឆេះខ្លួនខ្ញុំហ្មងហើយខ្ញុំចាប់ផ្ដើមអស់កម្លាំងទីមដងខ្ញុំគិតថាខ្ញុំទម្លុះទ្វារខ្ញុំក៏បានរត់ទម្លុះទ្វារមកទៅហឹងហ្មងរហូតដល់ចេញមកបាននៅខាងក្រៅនេះខ្ញុំពេលហ្នឹងគឺក្តៅរលាពេញរាងកាយមានណាឆេះសន្សំម្ដងបន្តិចរហូតដល់ឆេះដល់គ្រឿងក្នុងអីខ្ញុំណាខ្ញុំក៏ស្រែកលែងចង់ចេញដែរតែដឹងតែថាឈឺចាប់ខ្លាំងមែនតើគឺក្តៅរលាហើយស្រែកទឹកខ្លាំងមែនតើដល់ហើយស្រាប់តែខ្ញុំបើកភ្នែកឡើងមកវិញខ្ញុំមានអារម្មណ៍ថាខ្ញុំទៅដល់ភពណាហើយខ្ញុំបាត់បង់ជីវិតហើយមែនឬក៏មិនស្រាប់តែពេលហ្នឹងខ្ញុំឃើញបងមួយដែលធ្វើការមួយខ្ញុំហ្នឹងឯងគាត់មកដាស់ខ្ញុំអញ្ចឹងបានន័យថាខ្ញុំហ្នឹងគឺពមើមាខ្ញុំយល់សពទេមិនមែនជាការប៉ັດនោះទេដល់ខ្ញុំប្រាប់ឲ្យខាទាំងអស់ហ្នឹងទៅប្រាប់បងប្រុសហ្នឹងប្រាប់ថាហ្នឹងហើយអាគេហ្នឹងពិតជាមានហេតុការណ៍ដូចខ្ញុំបាននិយាយហ្នឹងប៉ັດមែនអញ្ចឹងប្រហែលជាគេមកលេងខ្ញុំហើយចាប់តាំងពីពេលនោះមកខ្ញុំឃ្លានទឹករហូតហើយទឹកដែលខ្ញុំផឹកហ្នឹងគឺផឹកអត់ចេះឆ្អែតអន់ទេគឺផឹករហូតមួយថ្ងៃគឺដឹងតែស្រែកទឹកបណ្ដោយហើយបន្ទប់ហ្នឹងឥឡូវគេបិទហើយគេបិទហ្នឹងដាក់ផ្លាកធំជាងមុនទៀតដូចបិទយ័ន្តអញ្ចឹង
ដោយសារតែហេតុការណ៍មួយហ្នឹងណាសក់របស់ខ្ញុំឡើងចេញស្កើតាំងដែលខ្ញុំនៅវ័យក្មេងណាគឺមិនធម្មតាឯណាខ្លាចយកតែមែនតែនហ្មងណា